នេះសម័យ AI សំបីតាម៉ាស៊ីនបោកខោអាវក៏ Samsung ញាត់ AI ចូលមកដែរ AI ក៏មានមើល YouTube ក៏បានដែរនេះគឺជាម៉ាស៊ីនបោកខោអាវ Samsung Bespoke AI Washer អញ្ចឹងលក្ខណៈពិសេសសំខាន់គួរចាប់អារម្មណ៍មួយចំនួនហ្នឹងគឺគេមានបច្ចេកវិទ្យាមួយគេហៅថា AI OptiWash ដែលបច្ចេកវិទ្យាហ្នឹង sensor នឹងធ្វើការចាប់យកទម្ងន់សម្លៀកបំពាក់ប្រភេទសាច់ក្រណាត់និងកម្រិតនៃភាពកខ្វក់ហ្នឹងដោយស្វ័យប្រវត្តិហើយធ្វើការកែតម្រូវការប្រើប្រាស់ទឹកបរិមាណសាប៊ូនិងពេលវេលាបោកគក់ដើម្បីឲ្យធ្វើម៉េចទទួលបានភាពស្អាតល្អបំផុតនិងមានប្រសិទ្ធភាពរាល់ពេលបោកជាមួយនឹងប្រព័ន្ធបញ្ចេញសាប៊ូស្វ័យប្រវត្តិដែលគេហៅថា Auto Dispense System ហ្នឹងសម្រាប់អ្នកប្រើប្រាស់មុខងារនេះគឺពេញចិត្តមែនទែនដោយសារតែវាអាចស្តុកទុកនិងបញ្ចេញសាប៊ូឬក៏ទឹកក្រអូបក្នុងបរិមាណត្រឹមត្រូវដោយស្វ័យប្រវត្តិសម្រាប់ការបោកគក់ជាច្រើនដងអញ្ចឹងមានន័យថាយើងគ្រាន់តែបំពេញឬក៏ refill ទៅយើងអត់ចាំបាច់ចាក់វាស់រាល់ដងបោកម្ដងចាក់វាស់ម្ដងទេគឺម៉ាស៊ីនវាបញ្ចេញវាបោកវាវាស់ឲ្យតាមតម្រូវការជាក់ស្ដែងជាមួយនឹងដំណើរការនៅពេលបោកមានសភាពស្ងាត់ល្អហើយសន្សំសំចៃពេលវេលាដោយបោកលឿនមែនតើបើថាមកបោកមួយធុងពេញប្រើចំណាយពេលខ្ទង់28នាទីប៉ុន្តែបើថាត្រូវសម្ងួតអីមកចប់សពគ្រប់អាចថាខ្ទង់90នាទីអីចឹងទៅបើសិនជាយើងប្រើជាប្រភេទ combo ណាហើយក្រៅពីនេះក៏មានមុខងារជួយសន្សំចៃថាមពលអីផ្សេងទៀតដែរអញ្ចឹងម៉ាស៊ីនបោកអាវប្រភេទនេះកំពុងតែមានចរាចរណ៍លើទីផ្សារស្រុកខ្មែរយើងហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់ទៅមើលអីអាចទៅតាម showroom Samsung ឬក៏ខាងហាងដែលជាដៃគូសហការរបស់គាត់ឬក៏លេខទូរស័ព្ទអាច call សួរដែលឥតគិតថ្លៃតាមលេខទូរស័ព្ទដែលខ្ញុំដាក់លើអេក្រង់នេះ